បាទសូមជម្រាបសួរពុកម៉ែបងប្អូនខ្ញុំបាទបុនធីមបានមកដល់សាលាឃុំហៅថាសាលាឃុំឈូកសបងប្អូនសូមកោតសរសើរដល់មន្ត្រីឃុំដល់លោកមេឃុំឈូកសដែលលោកខិតខំប្រឹងប្រែងដឹកនាំគ្រប់គ្រងបានល្អឃើញថាការរៀបចំនៅទីធ្លាសាលាឃុំស្អាតល្អបងប្អូនឃើញហើយបាទឃុំនឹងជាប់ប៉ុស្តិ៍ជាមួយគ្នាបាទនេះឃើញហើយមានចាក់ប៊ីតុងយកអីស្អាតអីសាលាឃុំស្អាតនៅសាលប្រជុំបងប្អូនឃើញហើយមានសាលប្រជុំមួយទៀតឡើងស្អាតមែនតែនបាទនេះសមជាមន្ត្រីបម្រើប្រជាពលរដ្ឋពិតប្រាកដបាទលោកមេឃុំវ័យក្មេងបាទលោកមេឃុំម៉ាត់ម៉ង់មេឃុំឈូកសបងប្អូនឃើញហើយបាទសូមសរសើរមែនតែនឃើញនេះស្អាតបងប្អូនឃើញទេសាលប្រជុំកន្លែងរោងឡានដាក់ឡានអីស្អាតហើយមានចាក់ប៊ីតុងក្រោមបាទរៀបចំស្អាតសូមកោតសរសើរមែនទែនបាទឃើញហើយបងប្អូនស្អាតណាបាទឃើញនេះសាលប្រជុំបាទន័យថាស្អាតរៀបចំស្អាតនេះបងប្អូនឃើញសាលប្រជុំបាទស្អាតមែនទែន